រងនៅមិនទាន់មានសញ្ញាវិជ្ជមានតាក់ទងដំណោះស្រាយដែលបានជាប់គាំងជាង5ខែកន្លងទៅនេះនៅចំពេលនៃការវាយប្រហារចុងក្រោយលើនាវាដឹកជញ្ជូននៅច្រកសមុទ្រហោមូសបានបង្ហាញពីហានិភ័យដល់លំហូរថាមពលសកលជាបន្តទៀតកាសែត Reuters បានស្រង់សម្ដីរបស់លោក Donald Trump ដែលបានថ្លែងការពីថ្ងៃច័ន្ទថាការចរចាកំពុងតែប្រព្រឹត្តទៅដោយបានប្រមានអំពីថានេះវាគឺជាឱកាសចុងក្រោយហើយសម្រាប់ទីក្រុងតេហឺរ៉ង់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនោះក៏ប៉ុន្តែទីក្រុងតេហឺរ៉ង់បានបដិសេធវិញថាមិនមានការចរចាណាមួយកំពុងធ្វើឡើងឬបានរៀបចំផែនការទុកនោះទេចំណែកទីភ្នាក់ងារត្រួតពិនិត្យជើងទឹករបស់ចក្រភពអង់គ្លេសបានរាយការណ៍ថាស្របពេលគូភាគីទាំងពីរមានសញ្ញាមិនស្របគ្នាទៅលើបទឈប់បាញ់នៅឯច្រកសមុទ្រហោមូសឯនោះវិញនាវាផ្ទុកទំនិញមួយគ្រឿងដែលកំពុងបើកឆ្លងកាត់ត្រូវរងការបាញ់ប្រហារកាលពីយប់ថ្ងៃច័ន្ទបើទោះជាយ៉ាងណាសម្រាប់រដ្ឋបាលលោកត្រាំនៅតែអះអាងប្រាប់ក្រុមអ្នកកាសែតនៅក្នុងព្រឹត្តិការណ៍មួយនៅឯការិយាល័យ Oval ថាអ្នកជំនាញទាំងពីរភាគីកំពុងតែបើកការចរចាហើយជំនួបកម្ពុជានេះធ្វើឡើងតាមការស្នើពីប្រទេសអ៊ីរ៉ង់អារ៉ាប៊ីសាអូឌីតនិងកាតាព្រមទាំងប្រទេសផ្សេងទៀតហើយលោកត្រាំថែមទាំងបានបញ្ជាក់ទៀតថានេះជាសារណវាតសម្រាប់ទីក្រុងតេហឺរ៉ង់ក្នុងការចុះហត្ថលេខាលើឯកសារដែលលោកចាត់ទុកថាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រការអធិប្បាយនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់លោកត្រាំកាលពីចុងសប្តាហ៍ក្នុងការដែលលុបចោលការវាយប្រហារទ្រង់ទ្រាយធំដែលលោកបាននិយាយថាលោកនឹងមិនធ្វើអ្វីទៅលើទីក្រុងតេហឺរ៉ង់ទេដោយសារតែការចរចាកំពុងតែដំណើរការនោះយ៉ាងណាការព្រមានពីរដ្ឋបាលលោកត្រាំបែបនេះតែងកើតឡើងជាញឹកញយដែលពេលខ្លះគម្រាមកំទេចអ៊ីរ៉ង់ទាំងស្រុងក៏មានដែរក៏ប៉ុន្តែបែរជាលុបចោលទៅវិញដែលកាតានេះនាំឲ្យអ៊ីរ៉ង់ដំឡើងសាច់ដុំទៅលើទីក្រុងវ៉ាស៊ីនតោនហាក់ខ្លាំងជាងពេលមុនជាអ្វីដែលទីក្រុងតេហឺរ៉ង់តែងបដិសេធជាញឹកញយការដែលរដ្ឋបាលលោកត្រាំថាមានជំនួបកំពូលឬទ្វេភាគីខិតជិតទៅដល់ការចរចាដើម្បីបញ្ចប់ចំនួនជាដើមបែបណានោះគឺសុទ្ធតែជារឿងមិនពិតនោះឡើយកាលពីដើមសប្តាហ៍កន្លងទៅនេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាល់បាននិយាយថាមិនមានការចរចាណាមួយជាមួយសហរដ្ឋអាមេរិកទេហើយក៏មិនមានជំនួបណាមួយត្រូវបានរៀបចំទុកនោះដែរជាពិសេសគឺអ៊ីរ៉ង់មិនមានផែនការទទួលបេសកជនបរទេសឬបញ្ជូនអ្នកចរចាទៅបរទេសក្នុងពេលខាងមុខនេះថែមទៀតផងផ្ទុយទៅវិញអ្នកចរចាអ៊ីរ៉ង់ទាំងអស់គឺនៅក្នុងប្រទេសដោយលើកលែងតែរដ្ឋមន្ត្រីការបរទេសលោកអាបាស់អារ៉ាគីដែលកំពុងធ្វើដំណើរធម្មយាត្រាសាសនានៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងនាមជាអ្នកនាំពាក្យរបស់ទីក្រុងតេហឺរ៉ង់ក៏មិនបដិសេធដែរថាកងទ័ពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់មានការចរចាក៏ប៉ុន្តែនោះគឺជាការចរចាតែមួយគត់ដែលធ្វើឡើងក្នុងក្របខ័ណ្ឌជាមួយនឹងរដ្ឋអូម៉ង់តាក់ទងលទ្ធភាពនៃការគ្រប់គ្រងច្រកសមុទ្រហោមូសប៉ុណ្ណោះពលពុំមានអ្វីផ្សេងឬពិសេសលើពីនេះទៀតនោះឡើយបើទោះជាយ៉ាងណាក៏ដោយទីក្រុងតេហឺរ៉ង់បានបដិសេធជាសាធារណៈម្ដងហើយម្ដងទៀតដែរនៅការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនចាប់តាំងពីការបរាជ័យកាលពីដើមខែកក្កដាកន្លងទៅនេះតាក់ទងនឹងអនុសារណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនាក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះបញ្ហានេះនាំឲ្យលោកត្រាំដែលមានទិសដៅដើម្បីជំរុញឲ្យទីក្រុងតេហឺរ៉ង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែរកាត់បន្ថយសកម្មភាពពីការវាយប្រហាររបស់ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់និងការបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការផ្ដួលរំលំមេដឹកនាំសាសនារបស់ពួកគេជាដើមហេតុផលទាំងនេះហើយរដ្ឋបាលលោកត្រាំទទួលបរាជ័យសឹងគ្រប់ផ្នែកនិងមិនទទួលបានផលអ្វីនោះឡើយមួយវិញទៀតសកម្មភាពម្ដងហើយម្ដងទៀតរបស់សហរដ្ឋអាមេរិកត្រូវឆ្លើយតបមកវិញកាន់តែខ្លាំងឡើងពីអ៊ីរ៉ង់ប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងតំបន់និងការដឹកជញ្ជូនតាមនាវារបស់ក្រមយោធាអាមេរិកដែលរាល់លើកត្រូវបញ្ចប់ដោយលោកត្រាំដកថយទៅវិញបញ្ហាច្រកសមុទ្រហោមូសនៅតែជាចំណុចស្នូលនៃវិវាទដោយទីក្រុងវ៉ាស៊ីនតោនបាននិយាយថាអនុសារណៈនៃការយោគយល់គ្នាដែលធ្វើឡើងកាលពីខែមិថុនាគឺតម្រូវឲ្យអ៊ីរ៉ង់បើកផ្លូវទឹកយុទ្ធសាស្ត្រនេះដើម្បីឈានទៅបញ្ចប់ជម្លោះផ្ទុយទៅវិញទីក្រុងតេហឺរ៉ង់បានឆ្លើយតបថាខ្លឹមសារនៃគតិយុត្តដូចដែលបានព្រមព្រៀងគ្នានោះនឹងត្រូវរក្សាទុកយ៉ាងច្បាស់លាស់ដែលបង្ហាញពីអំណាចរបស់ខ្លួនចំពោះការចរាចរណ៍របស់នាវាចរនៅលើច្រកសមុទ្រហោមូស